ជំរាបសួរដល់គ្នាមកធ្វើអំពូលកែច្នៃយើងកែច្នៃអំពូលឲ្យក្លាយជាអំពូលបត់បើកហើយសាកមកបានជាដំបូងនេះមានអំពូលប្រភេទអំពូលដាច់ភ្លើងហ្នឹងតែវាខូចភ្លើង220ហើយវាលែងភ្លើងអញ្ចឹងយើងយកមកច្នៃវាដាក់ជាអំពូលសាកថ្មអាចបត់បើកបានទុកពេលដាច់ភ្លើងអីអញ្ចឹងហើយថ្ម3វ៉ុលចេញ7ក្របហើយប្រភេទសាកក្បាលដូច Type C យើងទុកដាក់មកបញ្ចូលនឹងអាដុំសាកថ្មនេះយើងកំពុងបាក់កាត់នេះហើយយើងប្រើក្នុងតាមក្របមកសាកបត់បើកខ្សែភ្លើងទុកដូចយកចូលអំពូលការប្រកបមួយដាក់ថ្មប្រកបអីក៏បានដែរដាក់ថ្មចូលចាប់តាមធ្វើវាមិនបងយើងលោតថ្មដាក់ចូលប្រកបនឹងសិនទៅហើយយើងដាក់រកកន្លែងដាក់កង់តាក់សម្រាប់ខ្ញុំដាក់កន្លែងសាកថ្មប្រុសនេះកង់តាក់ប្រុសហ្នឹងដែរដាក់ចិត្តញៀនឬក៏ដាក់កង់តាក់ខាងលើក៏បានតែក៏បានតាមយើងធ្វើបាទសម្រាប់ខ្ញុំដាក់កង់តាក់នៅខាងនេះប្រាប់សាក់ថ្ម Type C ដាក់ខាងលើកុំព្យូទ័រគ្នាយើងគូពណ៌កង់តាក់គូមកហើយចុះហៅប៉ុនកង់តាក់ចុះហៅប៉ុន Type C ដាក់ Type C ចូលយើងគូវានេះដាក់កង់តាក់រត់ដាក់លើ Type C សាកហើយយើងចាប់ដល់ដដែលក្តៅចុះហៅវាចុះប្រឡោះវាយើងប្រើលេខភេទកេះនេះដុតក្តៅយកឲ្យក្បាលដៃព្រឹងមកដុតក្តៅដុតវាក្តៅយើងចុះហៅវាដុតវាក្តៅដល់ពេញក្រហមដល់ពេលមកក្តៅចុះហៅហើយខ្ញុំយកកបិតចិត្តឲ្យវាស្អាតបាទខ្ញុំយកកបិតជីវិញកបិតជីតិចដូច Type C ចូលខ្ញុំសាកថ្មចូលខ្សែថ្មត្រូវខាងបងនោះខាងបងខាងបងនោះសាកត្រូវបងនោះភ្ជាប់ខ្ញុំប្រកបសាកថ្មត្រូវខាងបងនោះភ្ជាប់ខ្សែត្រូវខាងបងនោះស្អីតែគេសាក់ចូលទៅก่อนភ្លើងថ្មពេញពណ៌ត្រជាថ្មពេញពណ៌ខៀវពណ៌អស់ពណ៌ក្រហមភ្ជាប់ពូមកយើងបើស្គាល់មុខពីជាប់ប្រមហ្នឹងខ្សែពូចេញមកក្រហមខ្មៅចាប់មកភ្ជាប់ខ្សែជើងតាក់វាខ្សែទៅថ្មសាំងថ្មយកជើងខាងក្រៅខ្សែពូភ្ជាប់ខ្សែពណ៌ក្រហមមកជាមកខ្សែពូហើយទៅថ្មខាងនេះចូលខាងថ្មសាំងតាមជាខ្សែជាចូលពូខ្សែពណ៌ខ្មៅតាមពូចូលខាងថ្មដែរឆ្លងខាងសាដូច Type C
ខំចូលទៅឡងសាច់ខ្មៅចូលសាច់ខាងមុខអូចូលខាងតាចំសាំពុកម្ដងសាំពុកម្ដងសាំចូលនេះសាំវាជាប់ហើយសាំនេះសាំម្ដងតែផ្សេងដាក់ទៅក្នុងម្ដងសាំបុកសាំពុកម្ដងទៅមកសាំម្ដងសាំម្ដងឡើងខ្សែថ្មចូលខ្សែថ្មម្ដងខ្សែនេះខ្សែពុំទៅពុំខាងមុខខ្សែពុំចូលចេះខាងដកមកជាងដល់បាត់បានទៅពុំខ្សែតែផ្សេងដល់ចូលថ្មពណ៌ថ្មពេញពណ៌ទៅជាតែផ្សេងយ៉ាងខាងpas ke bukti ya tapi trong trường trực tiếp trong xa xa cọp từ mình chụp lục cái nó hay sát thong việc trong phơi nhiệt thôi nhé bà xong một con sản làm cả tu sản làm bị thấu lại trong chuyên bỏ sản làm lọ